លោកស្រី Florence Nightingale គឺជាគិលានុបដ្ឋាយិកាម្នាក់ដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើននៅក្នុងសតវត្សទី19នាងត្រូវបានដាក់ឈ្មោះតាមទីក្រុង Florence ក្នុងប្រទេសអ៊ីតាលីជាកន្លែងដែលឪពុកម្ដាយរបស់នាងបានទៅបន្ទាប់ពីពួកគេបានរៀបការនៅឆ្នាំ1818គ្រួសាររបស់នាងជាអ្នកមានហើយពួកគេមានផ្ទះ2ខ្នងនៅប្រទេសអង់គ្លេសក៏ដូចជាមានអ្នកបម្រើផងដែរ Florence គឺជានារីវ័យក្មេងម្នាក់ដែលមិនធម្មតាសម្រាប់សម័យកាលរបស់នាងពីព្រោះនាងមិនចង់ទៅពិធីជប់លៀងហើយរៀបការនាងចង់ក្លាយជាគិលានុបដ្ឋាយិកានិងជួយមនុស្សក្រុមគ្រួសាររបស់នាងមិនចង់ក្លាយជាគិលានុបដ្ឋាយិកាទេបានសុំឲ្យនាងក្លាយជាគិលានុបដ្ឋាយិកាពីព្រោះមន្ទីរពេទ្យនៅពេលនោះជាកន្លែងខ្វក់និងគួរឲ្យខ្លាចពួកគេព្រួយបារម្ភអំពីនាងនៅឆ្នាំ1851 Florence បានទៅប្រទេសអាល្លឺម៉ង់ហើយបានរៀនអំពីការថែទាំសុខភាពវាជាការងារដ៏លំបាកមួយប៉ុន្តែនាងចូលចិត្តវានៅឆ្នាំ1854ទាហានអង់គ្លេសជាច្រើនបានទៅប្រយុទ្ធក្នុងសង្គ្រាម Crimean មន្ទីរពេទ្យយោធាពោពេញទៅដោយបុរសរងរបួសប៉ុន្តែគ្មានគិលានុបដ្ឋាយិកាទេហើយបុរសជាច្រើនបានស្លាប់Florence និងក្រុមគិលានុបដ្ឋាយិកាមួយក្រុមបានទៅជួយ Florence បានខិតខំជួយបានធ្វើការ20ម៉ោងក្នុងមួយថ្ងៃដើម្បីធ្វើឲ្យមន្ទីរពេទ្យយោធាក្លាយជាកន្លែងស្អាតនិងមានសុវត្ថិភាពជាងមុននាងបានយកអាហារស្រស់មកឲ្យបុរសនាងបានសម្អាតគ្រែមន្ទីរពេទ្យហើយនាងបានប្រើបង់រុំស្អាតលើទាហានដែលរងរបួសមិនយូរប៉ុន្មានបុរសកាន់តែតិចទៅបានស្លាប់នៅពេលយប់ Florence បានដើរជុំវិញមន្ទីរពេទ្យនាងបាននិយាយជាមួយទាហានដែលរងរបួសហើយបានជួយបុរសទាំងនោះសរសេរសម្បត្តិទៅកាន់ក្រុមគ្រួសាររបស់ពួកគេនាងកាន់ចង្កៀងមួយហើយទាហានហៅនាងថាស្ត្រីដែលកាន់ចង្កៀងពេលដែល Florence បានត្រឡប់ទៅប្រទេសអង់គ្លេសវិញមនុស្សហៅនាងថាជាអ្នកបម្រើដោយសារតែស្នាដៃដ៏អស្ចារ្យរបស់នាងនៅក្នុងសង្គ្រាម Crimean ម្ចាស់ក្ត្រី Victoria បានសរសេរលិខិតមួយច្បាប់ថ្លែងអំណរគុណដល់នាងនាងបានបន្តធ្វើការយ៉ាងលំបាកនៅក្នុងប្រទេសអង់គ្លេសដើម្បីកែលម្អមន្ទីរពេទ្យហើយនាងត្រូវបានផ្ដល់មេដាយមួយហៅថា Order of Merit គាត់គឺជាស្ត្រីដំបូងគេដែលទទួលបានកិត្តិយសនេះ